ឃើញទេបាទបន្ទាប់មកទៀតដែរនៅឆ្នាំ1982ដល់1988បងជាប្រធានណាជាប្រធានសម្ព័ន្ធត្រីភាគីសម្ព័ន្ធត្រីភាគីណាជាប្រធានសម្ព័ន្ធត្រីភាគីដែលសម្ព័ន្ធត្រីភាគីនេះមាន3ដែលមានអាគេខ្លះទី1គឺខ្មែរក្រហមដែលយើងហៅថាកម្ពុជាប្រជាធិបតេយ្យឬបកគមនីកម្ពុជាទី2រាជានិយមហ៊ុនស៊ីមបាច់ណាហ៊ុនស៊ីមបាច់បាទរាជានិយមហ៊ុនបាច់និងទី3គេទី3បាទមាននេះទី3ឯគេទី3គឺរណសេរជាតិរំដោះប្រជាពលរដ្ឋខ្មែរបាទអញ្ចឹងចំណុចទី3រណសេរជាតិរំដោះប្រជាពលរដ្ឋខ្មែររណសេរជាតិរបស់ប្រជាពលរដ្ឋខ្មែរមាន3នេះឯងបន្ទាប់មកទៀតដែរ